មានរឿងមួយដែលធ្វើឲ្យក្រុមការងាររបស់យើងសប្បាយចិត្តជាខ្លាំងមិនមែនដោយសារតែលោកបានប្រជែកមួយទៀតទេប៉ុន្តែដោយសារអតិថិជនចាស់របស់យើងបានត្រឡប់មករកយើងម្ដងទៀតកាលពីមុនយើងបានដំឡើងប្រព័ន្ធគ្រប់គ្រងជូនអតិថិជនម្នាក់នេះនៅសាខាកំពង់ធំរួចរាល់ហើយប៉ុន្តែបន្ទាប់ពីប្រើប្រាស់បានមួយរយៈគាត់ក៏បានតាក់ទងមួយយើងម្ដងទៀតហើយលោកនេះគាត់មិនមែនទូរស័ព្ទមកដើម្បីប្រាប់ពីបញ្ហា system ទេតែគាត់ចង់ឲ្យយើងទៅពិនិត្យឧបករណ៍នៅសាខារបស់គាត់នៅខាងកំពង់សោមព្រោះគាត់ចង់ដំឡើងប្រព័ន្ធគ្រប់គ្រងរបស់យើងបន្ថែមទៀតនៅពេលខ្ញុំសួរថាហេតុអ្វីបានជាបងសម្រាប់ចិត្តប្រើប្រព័ន្ធរបស់យើងបន្តទៀតគាត់ក៏ឆ្លើយយ៉ាងសាមញ្ញថាព្រោះខ្ញុំពេញចិត្តទាំងការប្រើប្រាស់ប្រព័ន្ធនិងសេវាកម្ម support របស់ក្រុមការងាររបស់យើងសម្រាប់ពួកយើងប្រយោគនេះមានតម្លៃខ្លាំងជាងការផ្សព្វផ្សាយអ្វីទាំងអស់ទៀតហើយបន្តមកយើងក៏បានទៅពិនិត្យឧបករណ៍នៅសាខាថ្មីដំបូងបងប្រុសគាត់បារម្ភថាឧបករណ៍ដែលមានស្រាប់ប្រហែលជាត្រូវបដូរថ្មីដោយសារតែគាត់មិនដឹងថាអាចប្រើបានឬក៏អត់នោះទេប៉ុន្តែយើងក៏បានប្រាប់គាត់វិញថាយើងនឹងឆែកជូនគាត់ហើយបើសិនជាអាចប្រើបានគឺយើងនៅតែបន្តប្រើមិនចាំបាច់ឲ្យអតិថិជនចំណាយលុយទិញថ្មីនោះទេបន្ទាប់ពីពិនិត្យរួចយើងឃើញថាឧបករណ៍ភាគច្រើនអាចប្រើបានគ្រាន់តែកែសម្រួល setting ហើយនឹង set up window អីខ្លះៗនៅខ្វះម៉ាស៊ីន print ឡាបានមួយដែរអញ្ចឹងក៏យើងរៀបចំ set up ឲ្យគាត់នឹងតម្លើងប្រព័ន្ធគ្រប់គ្រងឲ្យគាត់មិនចំណាយពេលយូរទេព្រោះដោយសារតែបងប្រុសគាត់បានធ្លាប់ប្រើប្រព័ន្ធគ្រប់គ្រងរបស់យើងហើយក៏ឃើញពីភាពងាយស្រួលអញ្ចឹងគាត់ក៏គ្រាន់តែឲ្យយើងតម្លើងឧបករណ៍ក៏ដូចជាតម្លើងប្រព័ន្ធមកហើយគាត់ក៏នឹងជួយយើងក្នុងការបណ្ដុះបណ្ដាលទៅក្រុមការងាររបស់គាត់បន្ថែមទៀតហើយយើងក៏រៀបចំទិន្នន័យធ្វើម៉េចឲ្យការប្រើប្រាស់គឺមានភាពរលូនរឿងនេះធ្វើឲ្យខ្ញុំដឹងថាការដែលអតិថិជនត្រាំមកប្រើសេវាកម្មដើមដដែលមិនមែនមកពីតម្លៃតែម្យ៉ាងនោះទេតែដោយសារគាត់ជឿជាក់ថាពេលដែលមានបញ្ហានឹងមានក្រុមការងារមួយដែលមិនទុកឲ្យគាត់ដោះស្រាយបញ្ហាតែម្នាក់ឯងតំណាងឲ្យក្រុមការងាររបស់ MIS ខ្ញុំសូមអរគុណបងប្រុសមែនទែនដែលផ្ដល់ទំនុកចិត្តនិងជ្រើសរើសក្រុមការងាររបស់យើងឲ្យបានខ្លាចជាផ្នែកមួយនៃការរីកចម្រើនរបស់អាជីវកម្មរបស់បងទំនុកចិត្តរបស់អតិថិជនគឺជាកម្លាំងចិត្តដ៏ធំបំផុតសម្រាប់ក្រុមការងាររបស់យើង